Ok, ôn ở kia chẳng ca đây là cรูbằng hai nhập với ní cư bằng hai nhập vì sự có chi lấy đại miền nơi Phnom Penh hai nâng một chục liền vàถ้าการเรียนในวิทยาลัยในสกอวิทยาลัยพวกเนี่ยดึงมาได้ว่าเปยังเรียนในวิทยาลัยคือที่ตัวเต้าครูก็นิยัยจราហើយយើងនិយាយតិចប៉ុន្តែនៅសាកលវិទ្យាល័យវិញគ្រូគាត់និយាយតិចប៉ុន្តែយើងត្រូវរៀនសូត្រច្រើនហើយមានការធ្វើកិច្ចការជាក្រុមការធ្វើបទបង្ហាញការនិយាយជាសាធារណៈការស្រាវជ្រាវការចំណាយពេលនៅបណ្ណាល័យអញ្ចឹងនេះជាអ្វីដែលកើតឡើងនៅសាកលវិទ្យាល័យអញ្ចឹងសាកលវិទ្យាល័យគឺជាអីបាទសាកលវិទ្យាល័យគឺជាអ្វីហើយមានសាកលវិទ្យាល័យអ្វីខ្លះមានសាកលវិទ្យាល័យអ្វីខ្លះបាទអញ្ចឹងដែលពួកយើងតែងតែឮហើយល្បីមែនតើនោះគឺសាកលវិទ្យាល័យភូមិន្ទភ្នំពេញបាទតែសាលានឹងអត់ស្រួលចូលប្រហែលទេហើយលោកគ្រូនឹងផ្ញើព័ត៌មានតាក់ទងនឹងសាលានឹងឲ្យដែរដោយសារតែត្រូវប្រឡងចូលណាត្រូវការប្រឡងចូលដំបូងទិញពាក្យប្រឡងចូលនៅសាលាភូមិន្ទហ្នឹងទិញពាក្យអឺដូចជាក្រោម40000នេះបាទដូចជាប្រហែលនេះចាំគ្រូផ្ញើឲ្យលំអិតអញ្ចឹងវាមានវេនព្រឹកវេនថ្ងៃវេនយប់ហើយមហាវិទ្យាល័យច្រើនមិនដាក់ពាក្យទៅបានចូលរៀនទេណាហើយជាពិសេសឧទាហរណ៍សាលា rule អីថ្មីហ្នឹងគឺមានសិស្សក្រោកទៅតាំងពីម៉ោង4សាលាច្បាប់នៅបឹងតបែកទៅម៉ោង4គ្រាន់តែឈរតម្រង់ជួរទិញពាក្យឯណាមិនទាន់បានចូលរៀនទេអញ្ចឹងសាលាភូមិន្ទគឺជាសាលាមួយដែលមនុស្សចូលច្រើនបើយើងចង់ចូលសាលាភូមិន្ទយើងអាចសាកល្បងបានគឺទិញពាក្យប្រឡងអញ្ចឹងទៅប៉ុន្តែយើងត្រូវគិតពីជំរើសទី2ទី3របស់យើងផងដែរនេះទស្សនវិជ្ជាសាលាភូមិន្ទធំបាទបច្ចុប្បន្នមានសិស្សយើង2នាក់រៀននៅសាលាភូមិន្ទហ្នឹងគាត់រៀនជំនាញអឺទៅនឹងអភិវឌ្ឍជនបទហើយនឹងអភិវឌ្ឍសហគមន៍ហើយនឹងរៀបចំដែនដីបាទហើយសាលាភូមិន្ទហ្នឹងជាសាលាបោះរដ្ឋហើយសាលានិមអឺសាលានិមរៀងថ្លៃតិចមួយឆ្នាំ800ឥឡូវឮថាដូចជា850អញ្ចឹងអឺត្រួសពីអាគាររបស់គេហើយសប្តាហ៍ថ្ងៃយើងមានសិស្សយើងនៅរៀននៅនឹង3នាក់ដែរសាលាជាតិគ្រប់គ្រងហ្នឹង8ដែរប៉ុន្តែចាក់តងនឹងការរៀនសូត្រឧទាហរណ៍មួយអាទិត្យចឹងជួនកាលរៀននៅក្នុងថ្នាក់តែ2ថ្ងៃ3ថ្ងៃទេគឺមានរៀនអនឡាញដោយសារគ្រូគេយកគ្រូបរដ្ឋចឹងទៅជួនកាលគ្រូបរដ្ឋគាត់រវល់គាត់អីហើយសាលាភូមិន្ទវិចិត្រសិល្បៈអានេះផ្នែកសិល្បៈដូនតន្ត្រីបាទចម្រៀងគំនូរអីគឺល្អមែនទែននៅនេះហើយសាលា Western នេះល្បីជាងគេខាងផ្នែកភាសាអង់គ្លេសយើងមានសិស្ស2នាក់នៅនឹងដែរ3នាក់នៅនឹងដែរបាទល្បីជាងគេភាសាអង់គ្លេសហើយមានមុខវិជ្ជាផ្សេងទៀតដែរបាទមុខវិជ្ជាផ្សេងទៀតដែរហើយគេកំពុងតែបាទបើកឲ្យយើងដាក់ពាក្យប្រឡងអាហារូបករណ៍លោកគ្រូផ្ញើចូលក្រុមដែរពី30%ដល់70%បាទឧទាហរណ៍មួយឆ្នាំបាទមួយឆ្នាំ580អីចឹងទៅយើងប្រឡងទៅជួនកាលបាន50%ជួនកាលបាន30%វាចុះតាមហ្នឹងសាលា Western នេះជាសាលាឯកជនហើយអឺការដាក់ពិន្ទុគឺរៀងតឹងរឹងគឺលក្ខណៈថាអន្តរជាតិណាបាទហើយ UC នេះសាលានេះគឺកម្មវិធីមានភាសាខ្មែរនិងអង់គ្លេសយើងចូលទៅយើងចង់រៀនកម្មវិធីភាសាខ្មែរគឺយើងរៀនខ្មែរសុទ្ធចឹងទៅបើយើងចង់រៀនអង់គ្លេសអឺបើអង់គ្លេសយើងគ្រប់គ្រាន់គឺគេឲ្យចូលតែបើយើងអត់គ្រប់គ្រាន់ទេចូលរៀនអង់គ្លេសនឹងបំពន់តគ្រប់លក្ខណៈគេសិនបានគេឲ្យចូលឆ្នាំទី1បាទយើងមានកម្មវិធីជាខ្មែរជាអង់គ្លេសនេះសាលាល្អបាទជាដៃគូជាមួយជប៉ុនអីចឹងណា
ហើយសាលាណូតុនបាទនេះគឺនៅឆ្លងស្ពានជ្រោយចង្វារជាសាលាធំហើយល្បីមានសាលាច្រើនទៀតដែរក្រៅពីសាលាដែលលោកគ្រូបានបង្ហាញពួកយើងហើយសាលាពហុវិជ្ជា NPIC នេះបាទដើម្បីតកតងនឹងគិសនីតកតងនឹងអឺដូចជាការជួសជុលបច្ចេកទេសអីច្បាប់តឹងរឹងហើយនឹងឆ្ងាយតិចបាទសាលានេះលោកគ្រូនិយាយមុនហ្នឹងអញ្ចឹងគឺចង្អៀតណាស់សូម្បីតែទៅយកពាក្យប្រឡងហ្នឹងគឺបាទមែនតើប៉ុន្តែលោកគ្រូនិយាយហ្នឹងមិនមែនបន្លាចទេគ្រាន់តែប្រាប់ថាឲ្យដឹងថាមានរឿងអីកើតឡើងខ្លះហើយចំពោះសាលានីមួយៗណាបាទហើយសាលាវណ្ណដាក៏មានមុខជំនាញច្រើនដែរប៉ុន្តែជាទូទៅវាល្បីតាមសាលានីមួយណាសាលាហ្នឹងល្បីខាងគណនេយ្យគឺមានសិស្ស3នាក់រៀននៅនឹងដែរគាត់ខ្លាំងដែរហ្នឹងឥឡូវបាទហើយនេះសាលានេះក៏ខាងគណនេយ្យដែរជាស្ថានីយ៍ហិរញ្ញវត្ថុនិងគណនេយ្យបាទនេះសាលា IFL នេះគឺល្បីខាងផ្នែកភាសាអង់គ្លេសខាងផ្នែកភាសាបរទេសហើយមានបរទេសរៀននៅនឹងដែរឧទាហរណ៍ភាសាជប៉ុនភាសាកូរ៉េអញ្ចឹងតែបើយើងចង់ចូលសាលាអង់គ្លេសនៅនឹងតតែប្រឡងចូលដែរហើយនេះភូមិន្ទកសិកម្មបាទដែលវាមានជំនាញច្រើនហើយជំនាញដែលល្បីខ្លាំងគេទទួលស្គាល់គឺតើតើនឹងកសិកម្មបាទអញ្ចឹងមិញនេះជាសាកលវិទ្យាល័យអញ្ចឹងបើយើងគិតមកវិញអូតើមានជំនាញអីខ្លះណាសម្រាប់យើងជ្រើសរើសបាទអញ្ចឹងជំនាញសប្តាហ៍ថ្ងៃយើងឃើញគេអាសាប្រើហើយនៅក្នុងវងកញ្ចក់នេះគឺជាមុខវិជ្ជាតម្រង់ទិសឬមុខវិជ្ជាដែលគេត្រូវការប្រើប្រាស់នៅក្នុងជំនាញហ្នឹងឧទាហរណ៍គណនេយ្យតើតើយើងចូលចិត្តគណិតអង់គ្លេសកុំព្យូទ័រតើតើនឹងអ្នករចនាផ្ទៃខាងក្នុងគឺគាត់កែចូលចិត្តគូររូបគូដៃគូតាមកុំព្យូទ័រគូតាមខ្មៅដៃអ្នក graphic design អ្នក graphic design ហ្នឹងគឺតើតើនឹងកុំព្យូទ័រច្រើនដូចជាបាទអ្នកកើតមាតិកា content creator អ្នកធ្វើ poster អ្នកធ្វើវីដេអូអីហ្នឹងគឺនៅក្នុង graphic design ហ្នឹងអញ្ចឹងត្រូវចេះអង់គ្លេសកុំព្យូទ័រយើងឃើញគួរចាប់អារម្មណ៍អីគេអង់គ្លេសកុំព្យូទ័រអង់គ្លេសកុំព្យូទ័រសឹងគ្រប់មុខហើយបាទហើយស្ថាបត្យកម្មគឺតើតើនឹងអ្នកគូប្លង់ត្រូវចេះគណិតគុណគូបូកលេខបាទជំនាញទីផ្សារជំនាញនេះត្រូវបានណា10ថ្ងៃបាទចេះមានចំណេះដឹងទូទៅច្រើនយល់ថាសង្គមសប្តាហ៍ថ្ងៃគេពងនិយាយពីអីបាទឥឡូវឧទាហរណ៍គេនិយាយពីតំណែងថៃអញ្ចឹងគេអត់ចូលចិត្តតំណែងថៃទេអញ្ចឹងយើងត្រូវមានចំណេះដឹងថាគេអត់ចូលចិត្តតំណែងថៃទេបើយើងទៅផ្សព្វផ្សាយថាបងអានឹងបោះថៃនឹងគេមិនទិញបាទទំនាក់អន្តរជាតិគាត់ណាត្រូវចេះអង់គ្លេសបាទជំនាញគ្រប់គ្រងពាណិជ្ជកម្មយើងត្រូវការចេះអង់គ្លេសកុំព្យូទ័រអាហ្នឹងយើងក៏អាចកើតជា business ខ្លួនឯងបានដែរគ្រប់គ្រងពាណិជ្ជកម្មបាទវាទូលំទូលាយហើយជំនាញធនាគារហិរញ្ញវត្ថុធនាគារច្រើនណាសពថ្ងៃប៉ុន្តែបងប្អូនត្រូវគិតផងតើវិស័យធនាគារបច្ចុប្បន្នតើទៅនឹងការខ្ចីលុយតើទៅអីហ្នឹងជាពិសេសមន្ត្រីឥណទានអីហ្នឹងតើស្រួលរកអ្នកខ្ចីលុយអត់បើយើងរកអ្នកដែលខ្ចីលុយអត់បានឬក៏បានទៅតែគេអត់សងលុយធនាគារយូរទេគេបញ្ឈប់យើងហើយបាទអញ្ចឹងមួយទៀតអង់គ្លេសមានអង់គ្លេសគ្រូបង្រៀនគេហៅថា TESOL ហើយអង់គ្លេសទំនាក់ទំនងអង់គ្លេស communication បាទហើយនឹងតកតងនឹងមុខវិជ្ជាផ្សេងទៀតដូចអភិវឌ្ឍសេដ្ឋកិច្ចអីហ្នឹងតកតងនឹងលុយកាក់ប៉ុន្តែជំនាញដែលគួរចាប់អារម្មណ៍សប្តាហ៍គឺការអភិវឌ្ឍសហគមន៍បាទនេះគឺអឺគេអត់សូវចាប់អារម្មណ៍ដោយសារនៅពេលដែលធ្វើការគឺត្រូវការចុះតាមសហគមន៍តាមភូមិតាមអីនឹងបើយើងចូលចិត្តចុះតាមភូមិធ្វើការជាមួយប្រជាជនក្នុងភូមិក្នុងសហគមន៍
អូអាហ្នឹងល្អជាពិសេសអាចធ្វើការអង្គការអភិវឌ្ឍដូចខេត្តដាច់ស្រយាលអញ្ចឹងគឺគេត្រូវការមន្ត្រីអភិវឌ្ឍសហគមន៍ហ្នឹងហើយបាទស្ថាបត្យកម្មអឺតតែយើងចូលចិត្តគណិតបាទយើងពិនិត្យមើលបន្ទុកខ្លួនឯងវិញតើគណិតរបស់យើងបានប៉ុណ្ណាព្រោះវាគុណគូបូកលេខច្រើននេះអ្នករចនាគេថា interior design ឥឡូវគេប្រើ AI ច្រើនណាអញ្ចឹងតើការរៀនពី AI បើចង់រៀន interior design នេះគេអត់អង្គុយគូទៀតទេឥឡូវភាគតិចណាស់តែគេគូបាទនេះ graphic design នេះគេតើតើនឹងការធ្វើអឺ poster អីអស់នេះបងប្អូនឃើញហ៎មាន logo មានធៀបការបាទអីហ្នឹងគឺគេធ្វើ graphic design ហ្នឹងតែក៏គេធ្វើការជាមួយនឹង AI ផងដែរបាទ AI ដើរតួនាទីសំខាន់មែនទែនអ្នក graphic design ហ្នឹងគាត់អឺគូគាត់ច្នៃគាត់ត្រូវចេះជជែកជាមួយនឹង AI ក្នុងការរៀន graphic design នេះហើយគេធ្វើច្រើនត្រូវប៉ាន់ច្រើននៅលើទីផ្សារឧទាហរណ៍ដូចគ្រប់គ្រង page គ្រប់គ្រង Facebook page បាទហើយដូចជា design logo ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មអីហ្នឹងនឹង graphic design ហើយបាទហើយការធ្វើ motion ឲ្យមានចលនាអីហ្នឹងអាហ្នឹងក៏អ្នក graphic design ដែរតែអត់ធ្មត់តិចនៅអង្គុយសង្ងំនឹងចង្កាំមកព្រឹកបានធ្វើបាន2នាទីបាទនេះតំណាក់តំណងអន្តរជាតិយើងឧទាហរណ៍យើងចង់ធ្វើការនៅសន្តាគារក៏បានដែរនឹងមិនបាច់ទៅស្ថានទូតទេធ្វើការនៅសន្តាគារកន្លែងដែលមានបរទេសចេញចូលអញ្ចឹងណាឬក៏មន្ត្រីតំណាងឲ្យអង្គការអញ្ចឹងទៅគេមានគេហៅថាអ្នកទំនាក់ទំនង communication ដែលគាត់ទំនាក់ទំនងជាមួយរដ្ឋអាជ្ញាធរភូមិឃុំអញ្ចឹងដែរមិនមែនថាទៅតែអន្តរជាតិហ្នឹងទេបាទហើយគណនេយ្យបាទកន្លែងណាក៏ត្រូវការគណនេយ្យដែរប៉ុន្តែត្រូវការស្រឡាញ់គណិតបូកលេខរាល់ថ្ងៃគឺធ្វើការជាមួយ Casio បាទឯកសារកុំព្យូទ័របាទគណនេយ្យកន្លែងណាក៏ត្រូវការគណនេយ្យដែរហើយនឹងរដ្ឋបាលមួយទៀតរដ្ឋបាលក៏គេត្រូវការដែរគ្រប់កន្លែងរដ្ឋបាលគណនេយ្យបាទហើយត្រូវការគ្រូបង្រៀនបាទគ្រូបង្រៀនតាមមុខវិជ្ជាណាមួយអញ្ចឹងណាហើយជំនាញទីផ្សារបាទជំនាញទីផ្សារបើយើងបកកែលក់បាទប្រាក់ខែគោលជាទូទៅ200 250អីទេប៉ុន្តែគេមាន commission គេមានcommission បារាំងបាទដែលឲ្យថែមបើយើងបកកែលក់អីចឹងសប្ងៃគេលក់មិនមែនឈរតែលក់នៅក្នុងហាងក្នុងផ្សារនោះទេគេលក់តាមអនឡាញគេថតឲ្យស្អាតស្អាតទៅគេផុសតាម TikTok ណាស្គាល់ពូសុខាទេបងប្អូនពូសុខាលោកក្បាល8បាទផ្ទះគាត់2 3ឥឡូវកាលមុនគាត់នៅរត់កង់3ឯណាតែគាត់ប្រកែកអីគាត់ប្រកែកធ្វើទីផ្សារបាទតាមថតតាមវីដេអូអញ្ចឹងគាត់លក់បាទមួយថ្ងៃអញ្ចឹងជីវិតគាត់ផ្លាស់ប្ដូរខ្លាំងមែនទែនដោយសារគាត់លក់អីដៃមឹកយក្សក្បាល7ស៊ីឈ័នអីហ្នឹងទីផ្សារគាត់គឺធ្វើទៅតាម TikTok ហ្នឹងបាទអញ្ចឹងគាត់មិនបានរៀនសកលអីដូចយើងទេប៉ុន្តែដោយសារតែការតស៊ូគំនិតច្នៃប្រឌិតបាទទីផ្សារអឺសប្តាហ៍ជាជំនាញមួយល្អដែរបាទទៅដំទៅសងជាមួយនឹងបាទគណនេយ្យរដ្ឋបាលហើយ design អីហ្នឹងបាទទីផ្សារគេធ្វើការអ្នកបង្កែលក់បាទកែនិយាយកែបញ្យលបាទអញ្ចឹងជំនាញទីផ្សារហ្នឹងអាចទៅធ្វើអីខាងប្រព័ន្ធផ្សព្វផ្សាយបាទខាងទីផ្សារ digital បាទក្រុមពាណិជ្ជកម្មឲ្យហាងគេធ្វើ manager ធ្វើអីហ្នឹងទៅបាទនឹងខាងទីផ្សារយើងចេះបញ្យលគេលក់នេះលក់នោះបាទលក់ទំនិញលក់ផលិតផលអីចឹងទៅហើយយើងចូលចិត្តលក់ច្រើនលក់កាន់តែច្រើនបានកាន់តែច្រើនមានទីផ្សារបាទនេះអ្នកគ្រប់គ្រងធុរកិច្ចបាទគឺគាត់ជាអ្នកដែលបកកែធ្វើបទបង្ហាញអឺបញ្យលគេ
មនុស្សមកពី3នាក់បញ្យល់ពី3នាក់ហើយរញ្ញវត្ថុនឹងធនាគារបាទវានិយាយទៅធនាគារវាច្រើនឥឡូវតែអ្នកជាប់បំណុលក៏ច្រើនអឺហើយខាងហិរញ្ញវត្ថុនឹងធនាគារហ្នឹងគាត់រៀនអាហ្នឹងគាត់ដោតទៅលើការងារដែលពាក់ព័ន្ធនឹងធនាគារបាទហើយអាចនឹងធ្វើការនៅក្នុង office ឬក៏ក្រៅ office បាទណយស្អាតស្អាតគេហៅលោកគ្រូហ្នឹងណាលោកគ្រូអ្នកគ្រូបាទអានេះខាងផ្នែករៀនភាសាអង់គ្លេសបាទភាសាអង់គ្លេសគឺអាចធ្វើជាគ្រូបង្រៀនអាចបង្រៀននៅសាលាពេញមួយថ្ងៃពាក់កណ្ដាលថ្ងៃហើយយើងអាចបរៀនគួរបានទៀតយើងអាចបរៀននៅផ្ទះបានទៀតគ្រូបង្រៀនគឺនៅមានហាងឆេងល្អតែទៅនឹងគ្រូបង្រៀនភាសាអង់គ្លេសមនុស្សកើតមករៀនហើយគាត់ត្រូវតែរៀនអង់គ្លេស computer រហូតហ្នឹងបាទនេះខាងពិសោធន៍ខាងគីមីវិទ្យាបាទត្រួតពិនិត្យគុណភាពចំណីអាហារនឹងអាចធ្វើការនៅតាមរោងចក្រឬក៏ក្រុមហ៊ុនដែលគេឧទាហរណ៍ដូចគេផលិតមីគោមីអីចឹងជួនកាលយើងទៅជាអ្នកផលិតជាអ្នកផ្សំគ្រឿងអីចឹងណាបាទអញ្ចឹងបើសិនជារៀនខាងផ្នែកអភិវឌ្ឍសេដ្ឋកិច្ចវិញពេលយើងនិយាយពីសេដ្ឋកិច្ចនិយាយពីអឺលុយមែនទេបាទសេដ្ឋកិច្ចអញ្ចឹងអាចទៅធ្វើការនៅខាងអង្គការបាទអាចធ្វើការនៅវិស័យឯកជនជាអ្នកសម្របសម្រួលគម្រោងជាអ្នកធ្វើការបាទវិភាគអ្នកវិភាគអីចឹងទៅវិវត្តសេដ្ឋកិច្ចធ្វើម៉េចឲ្យក្រុមហ៊ុននឹងរីកចម្រើនបានអ្នកពិវត្តសហគមន៍បាទធ្វើការជាមួយអ្នកភូមិយើងទៅជាអ្នកដែលជួយមនុស្សផងយើងធ្វើការផងជួយអភិវឌ្ឍសហគមន៍នីមួយជួនកាលទៅឲ្យមានឲ្យពួកគាត់ចេះចិញ្ចឹមសត្វឲ្យពួកគាត់ចេះសំលុយចេះគ្រប់គ្រងលុយឲ្យគាត់ចេះដាំបន្លែចិញ្ចឹមសត្វអីចឹងណាបាទជួយគេបានហ្នឹងឯងអានេះតកតើនឹងវិស្វកម្មអគ្គិសនីបាទគឺក៏យើងអាចរករបរខ្លួនឯងបានដែរបើជួនកាលយើងធ្វើការក្រុមហ៊ុនអញ្ចឹងទៅតែពេលយើងទៅនេក្រៅម៉ោងអីយើងអាចធ្វើតាមផ្ទះអីបានផងដែរចេះអគ្គិសនីនៅណាក៏ប្រើប្រាស់អគ្គិសនីដែរហើយយើងអាចទៅជាអ្នកដែលធ្វើការអឺច្រើនកន្លែងអាចមានឱកាសប្រឡងចូលរដ្ឋដែរខាងផ្នែកអគ្គិសនីអញ្ចឹងបាទយើងបើកហាងលក់អគ្គិសនីក៏បានតភ្លើងរៀបចំបណ្ដាញតាមមន្ទីរពេទ្យតាមផ្ទះសាលារៀនហាងអីហ្នឹងគេហៅយើងម្ដង$10ឡើយបាទអ្នកជាងភ្លើងបាទហើយរៀនចុងភៅបាទរៀនចុងភៅសិល្បៈនៃការចម្អិនម្ហូបបាទសិស្សរបស់យើងទើបតែចប់ថ្មីនេះ2នាក់បាទឥឡូវគាត់ធ្វើការហើយបាទអ្នករតនគិរីម្នាក់និរដីហើយសុកច័ន្ទទើបតែផ្ញើសារមកថាជាប់ហើយបាទអញ្ចឹងសិស្សយើង2នាក់ទើបតែរកការងារបានដែរអរគុណព្រះអង្គក៏រៀនខាងចម្អិនម្ហូបហ្នឹងតែគាត់រៀនមានសញ្ញាបត្រត្រឹមត្រូវណាអញ្ចឹងគាត់មានឱកាសអភិវឌ្ឍវែងឆ្ងាយទៀតអីអ្នកណាមិនហូបបាទមនុស្សយើងហូបចំណាអ្នកលក់ម្ហូបតាមតេស្តតាមអីហ្នឹងក៏ចិញ្ចឹមគោ2 3នាក់រៀនសាលាល្អបាទអញ្ចឹងជាជំនាញបាទគិតថាមានតែអីផ្សេងគឺការចម្អិនម្ហូបជាងការអ៊ុតសក់ជាងម៉ូតូជាងអាហ្នឹងគាត់រៀនមានសាលាត្រឹមត្រូវមិនទៅរៀននៅផ្ទះគេទេពួកគាត់មានសញ្ញាបត្របាទអញ្ចឹងគាត់អាចចូលកន្លែងដែរស្ថាប័នលំដាប់បានតែគាត់នៅក្មេងបាទអញ្ចឹងនៅមានឱកាសច្រើននេះខាងកាត់មេនតារៀនខាងអុបទិកបាទតើយើងស្រឡាញ់នឹងជំនាញទេបាទនេះខាងសូយោដីបាទវាស់វែងពូប្លង់អីបាទអញ្ចឹងតើយើងគួរត្រៀមខ្លួនអីខ្លះបាទ
ត្រៀមខ្លួនអីខ្លះអញ្ចឹងយើងដឹងហើយគ្រប់មុខវិជ្ជាត្រូវការអីគេគណិតអត់មែនគ្រប់មុខវិជ្ជាទេគ្រប់មុខវិជ្ជាត្រូវការអង់គ្លេសកុំព្យូទ័រហើយបើមុខវិជ្ជាមួយចំនួនគឺត្រូវការគណិតបាទហើយឆ្នាំទី1គឺគេរៀនទាំងអស់គេហៅឆ្នាំមូលដ្ឋានណាបងប្អូនមិនមែនគួយថោវាលើកលែងតែសាលាបណ្ដាទេសាលាបណ្ដាចូលទៅរៀនបុកយកហ្មងគេដូចជារៀនទូទៅហ្នឹងតែមកឆមាសទេហើយគេបដោតលើជំនាញហ្មងប៉ុន្តែសាលាផ្សេងៗទៀតជាទូទៅឆ្នាំមូលដ្ឋានហ្នឹងគេរៀនគ្រប់មុខវិជ្ជាបាទអញ្ចឹងអង់គ្លេសជំនាញណាក៏ត្រូវការអង់គ្លេសហើយនឹងកុំព្យូទ័របាទអានសរសេរស្ដាប់និយាយបើ Word កុំព្យូទ័រការចេះ Word Excel PowerPoint អ៊ីនធឺណិតហើយនឹងការចេះ research បាទអញ្ចឹងអឺពីពេលឥឡូវទៅអឺវាចាប់ដើមធ្វើលឿនណាស់ប៉ុន្តែយើងត្រូវការធ្វើដោយត្រឹមត្រូវអញ្ចឹងទេយើងយឺតពេលយ៉ាងម៉េចគឺយើងត្រូវដកឃ្លាថយក្រោយវិញពេលយើងធ្វើទៅខុសវាក៏មិនមែនថាបញ្ចប់ដែរពេលយើងជ្រើសរើសមុខវិជ្ជាឬក៏សាលាខុសវាជីវិតយើងវាមិនចប់ត្រឹមហ្នឹងទេគ្រាន់តែវាខាតពេលយើងអាចថយក្រោយបន្តិចអីចឹងណាបាទអញ្ចឹងលោកគ្រូចេះតែណែនាំបរៀនអូនសួរចុះសួរឡើងម្ដងហើយម្ដងទៀតហ្នឹងគឺចង់ឲ្យយើងប្រកាសចិត្តឯងយើងឃើញហ៎យើងសរសេរមក3មុខ3សាលាអញ្ចឹងទៅដល់ពេលជួបគ្នាម្ដងទៅរៀនអានេះជួបគ្នាម្ដងទៀតរៀនអានេះទៀតដែរឃើញហ៎អញ្ចឹងយើងកាន់តែរៀនភ្លឺរៀនយល់ជាងមុនបាទយល់សួរលោកគ្រូបាទអញ្ចឹងឲ្យលោកគ្រូនិយាយពីនេះទំនាក់ទំនងអន្តរជាតិបន្តិចបាទទេទាក់ទងនឹងជំនាញទំនាក់ទំនងអន្តរជាតិបាទទំនាក់ទំនងអន្តរជាតិពាក្យថាអន្តរជាតិគឺមានន័យថាមិនមែនតែខ្មែរយើងទេឃើញទេបាទពាក្យអន្តរជាតិមិនមែនតែខ្មែរយើងទេគេហៅថា international relation គឺចាំបាច់ត្រូវតែរៀនភាសាអង់គ្លេសបាទហើយយើងជាអ្នកដែលនិយាយយើងជាអ្នកដែលរុះរាយរាក់ទាក់ជួបមនុស្សថ្មីរាល់ថ្ងៃហើយស្ដាប់បកកាយនិយាយញញឹមញញែមបាទហើយរៀនទំនាក់ទំនងអន្តរជាតិហ្នឹងយើងអាចធ្វើការនៅណាបានបាទជាការពិតនៅស្ថានទូតតែលោកគ្រូសួរបងប្អូនវិញស្ថានទូតស្រួលចូលអត់ទី1ប៉ុន្តែបើអត់ចូលស្ថានទូតទេរៀនទំនាក់ទំនងអន្តរជាតិយើងអាចទៅធ្វើការអីបានយើងអាចធ្វើការខាងផ្នែកគេហៅថាទំនាក់ទំនង communication នៅក្នុងក្រុមហ៊ុនក៏មានផ្នែក communication ឬក៏ public relation គ្រូនិយាយខ្មែរគឺខាងទំនាក់ទំនងនឹងឯងអញ្ចឹងទំនាក់ទំនងមិនមែនធ្វើការទៅជួបតែអន្តរជាតិរហូតទេជួបខ្មែរដែរជួបអាជ្ញាធរជួបឃុំជួបរដ្ឋជួបក្រុមហ៊ុននេះក្រុមហ៊ុននោះហើយយើងដូចជាអ្នកអមមេអញ្ចឹងណាតាមធម្មតាមន្ត្រីទំនាក់ទំនងយើងហៅសួរស្ដាប់ថាមន្ត្រីទំនាក់ទំនងហ្នឹងជួនកាលទៅអង្គការហ្នឹងគាត់ឬក៏ក្រុមហ៊ុនហ្នឹងគាត់ចង់សហការគ្នាអញ្ចឹងទៅគេនាំមន្ត្រីទំនាក់ទំនងហ្នឹងទៅគេនាំមន្ត្រីអ្នកទំនាក់ទំនងហ្នឹងទៅជាមួយអង្គការឬក៏ក្រុមហ៊ុនហ្នឹងដើម្បីឲ្យអ្នកហ្នឹងនិយាយហើយទំនាក់ទំនងហ្នឹងក៏មិនគ្រាន់តែនិយាយទេបងប្អូនណាទំនាក់ទំនងមិនគ្រាន់តែនិយាយអាមាត់និយាយលើកដៃកាយវិការទេទំនាក់ទំនងតាមសម្បត្តិទំនាក់ទំនងតាមរូបភាពទំនាក់ទំនងតាមវីដេអូហើយក៏យើងអាចធ្វើការនៅសន្តាគារធំបានដែរពេលភ្ញៀវចូលមកមិនមាន receptionist អានោះ receptionist ណាតែសន្តាគារធំគេមានគេហៅថាអ្នកណែនាំបដិសណ្ឋារកិច្ចបាទគេហៅថា customer relation
អ្នកទំនាក់ទំនងជាមួយអតិថិជនអាហ្នឹងក៏អាចធ្វើការមួយចឹងបានដែរបាទពាក់ក្រវ៉ាត់កណុយសុំណែនាំគេ welcome to our hotel អីចឹងទៅចឹងអាចថាអង្គការក្រុមហ៊ុនឲ្យតែការងារណាតាក់ទងនឹងទំនាក់ទំនងគឺយើងធ្វើបានហើយមិនមែនតែស្ថានទូតដូចនៅក្នុងរូបនឹងអញ្ចឹងទេបាទគេហៅថាមន្ត្រីទំនាក់ទំនងពេលដែលយើងរៀនចប់អាហ្នឹងទៅប៉ុន្តែវាលំដាប់ដោយសារតែយើងត្រូវការចេះអឺអឺតាំងភាសានិយាយគេប្រើប្រាស់ផ្លូវការក្នុងការងារយ៉ាងម៉េចបាទហើយគេសរសេរយ៉ាងម៉េចគេធ្វើរូបភាពបុតគេអីហ្នឹងបាទអញ្ចឹងរៀនទំនាក់ទំនងអន្តរជាតិហ្នឹងអាចនឹងទៅជាបែបហ្នឹងឯងអូខេបងប្អូនមានសំណួរទៀតទេតាក់ទងនឹងការដែលលោកគ្រូបង្ហាញទាំងប្រមាណនេះទៅអាចសួរបានណាលោកគ្រូចុះជំនាញទេសចរលោកគ្រូ បាទអូខេទេសចរគឺពាក់ព័ន្ធនឹងការដែលនាំគេទៅទស្សនានៅនេះទៅទស្សនានៅនោះមែនទេអញ្ចឹងអឺជំនាញទេសចរគឺមានបាទមាននៅសាកលវិទ្យាល័យជាច្រើនឧទាហរណ៍ដូចជានៅ Norton នៅសាលាជាតិគ្រប់គ្រងបាទនៅសាលា Belty គេមានក្រុមហ៊ុនទេសចរមកអញ្ចឹងបើរៀនទេសចរឧទាហរណ៍ណាគ្រូលើកទឹកចិត្តឲ្យរៀននៅ Belty ដោយសារគេមានទាំងក្រុមហ៊ុនទេសចរហើយមានទាំងឡានគេច្រើនមែនទែនអញ្ចឹងគេរៀបចំធួរអញ្ចឹងទៅជួនកាលទៅខេត្តនេះទៅខេត្តនោះហើយគេមានធួរទៅក្រៅប្រទេសទៀតអញ្ចឹងនៅសាលា Betty គឺខាងផ្នែកទេសចរលោកគ្រូគិតថាវាមានកន្លែងចុះកម្មសិក្សាច្រើនដោយសារវាមានក្រុមហ៊ុនណាហើយដូចសាលា Norton សាលាជាតិគ្រប់គ្រងអីក៏មានដែរធម្មតាគេអនុវត្តឲ្យយើងទៅធ្វើការកម្មសិក្សាហ្នឹងទៅក្នុងហាងនេះហាងនោះដូចជានៅសៀមរាបដូចជានៅកំពង់សោមនៅសហគារអីចឹងបាទអញ្ចឹងផ្នែកទេសចរមិនមែនគិតតែនាំភ្ញៀវដើរលេងទេគេហៅគ្រប់គ្រងទេសចរគ្រប់គ្រងទេសចរឬក៏បដិសណ្ឋារកិច្ចបាទគឺវាផ្នែកហ្នឹងយើងធ្វើការនៅក្នុងវិស័យទេសចរមិនមែនគ្រាន់តែជាអ្នកដែលនាំភ្ញៀវបញ្យលពីនេះបញ្យលពីនោះទេបាទគឺបើយើងចូលចិត្តអាវិស័យហ្នឹងគឺអាចរៀនបានហើយឧទាហរណ៍ថាយើងរៀនខាងផ្នែកទេសចរនិងបដិសណ្ឋារកិច្ចអញ្ចឹងក៏ពាក់ព័ន្ធទៅនឹងហាងពាក់ព័ន្ធទៅនឹងសន្តាគារបាទហើយពាក់ព័ន្ធនឹងក្រុមហ៊ុនដែលឧទាហរណ៍ជាងការទៅយើងគ្រាន់តែជាអ្នកទទួលឯកសារអីទេប៉ុន្តែនៅក្នុងវិស័យទេសចរនិងបរិស្ថានកិច្ចហ្នឹងអញ្ចឹងធ្វើការនៅក្នុងរង្វង់សន្តាគារហាង resort បាទនៅកំពង់សោមនៅខេត្តនេះខេត្តនោះបាទបែបហ្នឹងឯងប៉ុន្តែមុខវិជ្ជាហ្នឹងប្រកាសជាត្រូវរៀនអង់គ្លេសឯងព្រោះអីទេសចរមិនត្រឹមតែនិយាយខ្មែរទេបាទគឺមានភ្ញៀវបរទេសដែរនិយាយទៅមុខវិជ្ជាអីក៏ត្រូវការអង់គ្លេសដែរមែនទេអង់គ្លេសកុំព្យូទ័រប៉ុន្តែហ្នឹងឯងតែទៅក្នុងផ្នែកទេសចរបែបហ្នឹងឯងចាអរគុណលោកគ្រូហើយបងប្អូនមានក្នុងគំនិតចឹងណាសំខាន់ជាងគេជំនាញតបមកយើងមានជំនាញហើយយើងចាប់ដើមគិតសាលាអូសាលាណាមានជំនាញហ្នឹងដែលខ្លាំងដែលស្រួលរកការងារធ្វើលោកគ្រូសូមសួរមួយចុះជំនាញវិទ្យាសាស្ត្រកសិកម្មលោកគ្រូកសិកម្មអូតានិយាយទៅអឺស្រុកយើងគឺផ្អែកទៅលើវិស័យកសិកម្មគេមិនគ្រាន់តែអឺស្រូវស្រែការកែច្នៃឧទាហរណ៍ផលិតជីកែច្នៃម្ហូបអាហារ
កែច្នៃកាកសំណល់ជួយពង្រឹងឲ្យវិស័យកសិកម្មនឹងរីកចម្រើនទាក់ទងនឹងបាទទឹកស្អាតអីហ្នឹងបាទហើយក៏យើងអាចកសិកម្មខាងរដ្ឋបានដែរហើយបាទបើយើងចាប់អារម្មណ៍ដាក់ទុកក្នុងចិត្តយើងក៏យើងចង់ទៅពេលយើងមកបំពេញយើងទៅសាលាហ្នឹងយើងទៅមើលសាលាហ្នឹងឲ្យខិតប័ណ្ណឆ្នាំទី1គឺរៀនពីអីខ្លះឧទាហរណ៍8មុខវិជ្ជាឆ្នាំទី2រៀនពីអាហ្នឹងបាទអញ្ចឹងទៅយើងចាប់អារម្មណ៍អត់យើងសួរសាលាគេថែមទៀតអីគេនឹងប្រាប់ថាមានមុខវិជ្ជា អរគុណលោកគ្រូ លោកគ្រូសុំសួរមួយលោកគ្រូចោរដ្ឋបាលសាធារណៈលោកគ្រូ រដ្ឋបាលសាធារណៈបាទយើងជាអ្នកដែលរៀបចំបាទយើងជាអ្នកដែលរៀបចំឲ្យអ្វីៗដំណើរការបានល្អយើងជាមនុស្សដែលមានសណ្ដាប់ធ្នាប់យើងជាមនុស្សដែលធ្វើឲ្យអ្វីៗដែលមានភាពរញ៉េរញ៉ៃទៅជាមានសណ្ដាប់ធ្នាប់កន្លែងណាក៏ត្រូវការរដ្ឋបាលខាងរដ្ឋបាលនឹងដែរហើយអាចជាជំនួយការរដ្ឋបាលហើយយើងធ្វើការនឹងពាក់ព័ន្ធទៅនឹងលិខិតស្នាមបាទពាក់ព័ន្ធទៅនឹងកុំព្យូទ័រពាក់ព័ន្ធទៅនឹងឧទាហរណ៍នៅក្នុងអង្គការហ្នឹងរដ្ឋបាលគាត់នឹងត្រូវធ្វើការឧទាហរណ៍ខូចទយោទឹកអញ្ចឹងទៅគាត់ត្រូវតាក់ទងជាងខូចភ្លើងហើយជួនកាលអញ្ចឹងទៅនៅក្នុងអង្គការឬក៏ក្រុមហ៊ុនរបស់គាត់ហ្នឹងគឺមានរដ្ឋគេចុះមកសួររឿងពងផលិតអគ្គិភ័យនៅកន្លែងរបស់យើងហ្នឹងយ៉ាងម៉េចហើយកន្លែងយើងមានបុគ្គលិកបរទេសធ្វើការអត់អញ្ចឹងទៅយើងតាក់ទងមួយគេរដ្ឋបាលគឺសម្រួលឲ្យកន្លែងធ្វើការមួយពីរញ៉េរញ៉ៃទៅជាមានសណ្ដាប់ធ្នាប់ហើយរដ្ឋបាលគឺនៅក្នុងជំនាញគេហៅថាច្បាប់រដ្ឋបាលសាធារណៈមួយទៀតច្បាប់មួយទៀតគឺដូចជាមេធាវីជាដើមបាទអញ្ចឹងជំនាញរដ្ឋបាលវាជាការងារមួយដូចជាការរៀបចំឯកសារអីហ្នឹងបាទហ្នឹងរដ្ឋបាលហើយជាដំបូងប្រហែលជាគេឲ្យយើងធ្វើជំនួយការរដ្ឋបាលសិនបាទបើសិនជាយើងនៅសួរលោកគ្រូខ្ញុំចង់សួរលោកគ្រូពីជំនាញ IT មួយវិស្វកម្មជីវសាស្ត្រ បាទ IT វាមានផ្នែកទៀតណា IT ខាងបែងចែកជាផ្នែកបណ្ដាញគេហៅ network ជំនាញខាង networking នឹងភ្ជាប់ខ្សែតខ្សែអ៊ីនធឺណិតតម្លើងអ៊ីនធឺណិតតម្លើងកុំព្យូទ័រដោះស្រាយពេលកុំព្យូទ័រហ្នឹងវាមានបញ្ហាខូចនេះខូចនោះ IT មានន័យថា information technology ណាអញ្ចឹងជាអ្វីដែលពាក់ព័ន្ធទៅនឹងកុំព្យូទ័រហើយវាមួយទៀតវាបែងចែកទៅជា វិទ្យាសាស្ត្រកុំព្យូទ័រហើយនឹងinformation technology ហ្នឹងគឺសរសេរកូដឧទាហរណ៍បង្កើតកម្មវិធីនៅលើទូរស័ព្ទដៃអញ្ចឹងបាទបង្កើត Zoom បង្កើតនេះបង្កើតនោះគឺសរសេរកូដហើយបង្កើត app នៅក្នុងទូរស័ព្ទដៃហ្នឹងគឺពួកសរសេរកូដបើរៀនចប់ឥឡូវយើងនិយាយពីសិស្ស IT លោកគ្រូចូលអញ្ចឹងអាហ្នឹងតើតើនឹងគីមីវិទ្យាហើយរូបវិទ្យាពាក់ព័ន្ធទៅនឹងការច្នៃប្រឌិតយើងអាចធ្វើការនៅក្នុងរោងចក្រកែច្នៃម្ហូបអាហារពាក់ព័ន្ធទៅនឹងការពិសោធន៍អីបាទយើងចង់យើងរៀនអាហ្នឹងដឹងថារៀនចប់ទៅយើងគិតថាយើងធ្វើការអីបាទយើងអាចresearch ថែមទៀតថាតើនៅពេលដែលរៀនអាហ្នឹងទៅដើម្បីធ្វើការងារអីបាទអាហ្នឹងបើសិនជាយើងចូលចិត្តបាទចាអរគុណលោកគ្រូ នឹងអន្តរជាតិរៀន
អាចរៀននៅ Western ក៏បាននៅ Norton ក៏បាននៅសាលា NIM ក៏បាន Betty ក៏បានហើយគ្រូចាប់អារម្មណ៍សាលាណាដែលលក្ខណៈអន្តរជាតិណាអញ្ចឹងតើយើងទៅសាលាណាដែលនិយាយថាវាធ្លាប់មានគេឈ្មោះល្អប៉ុន្តែឥឡូវវាអញ្ចឹងហើយឡើងថ្លៃទៀតមួយឆ្នាំ850កាលមុនឆ្នាំមុនទៅ800ពេលអញ្ចឹងរឿងទៀតដែរអញ្ចឹងបើសាលាគេយកថ្លៃជាង700ពួកយើងថែមលុយអញ្ចឹងលោកគ្រូអាចណែនាំទៅសាលាផ្សេងដូចជាសាលាដែលដូច UC ដូចជាសាលា Western អីស្តង់ដារគេល្អទោះបីជាយើងពិបាកយកបន្ទុកប៉ុន្តែយើងរៀនឲ្យចេះ